របៀបវាស់កម្ដៅកូនឲ្យបានត្រឹមត្រូវជម្រាបសួរបងប្អូនមេដាបេដានិងអាណាព្យាបាលទាំងអស់គ្នាខ្ញុំបានវិជ្ជបណ្ឌិតសុតបរិនវិជ្ជបណ្ឌិតព្យាបាលជំងឺទូទៅនិងឯកទេសរកកុមារថ្ងៃនេះខ្ញុំសូមចែករំលែកអំពីរបៀបវាស់កម្ដៅខ្លួនកូនឲ្យបានត្រឹមត្រូវគ្រុនក្ដៅមិនមែនជាជំងឺទេប៉ុន្តែវាជាសញ្ញាដែលបង្ហាញថារាងកាយកំពុងតែឆ្លើយតបនឹងអ្វីមួយដែលភាគច្រើនគឺជាការបង្ករោគឬក៏ជាការឆ្លងមេរោគការវាស់កម្ដៅបានត្រឹមត្រូវអាចជួយឲ្យឪពុកម្ដាយដឹងថាកូនមានគ្រុនក្ដៅឬអត់និងជួយសម្រេចចិត្តថាតើគួរថែទាំនៅផ្ទះឬក៏នាំកូនទៅពិគ្រោះជាមួយនឹងគ្រូពេទ្យតើគួរប្រើទៀមម៉ាម៉ែត្រប្រភេទណាទៀមម៉ាម៉ែត្រ Digital គឺជាជម្រើសមួយល្អព្រោះវាមានភាពត្រឹមត្រូវងាយស្រួលប្រើនិងបង្ហាញលទ្ធផលបានលឿននៅកម្ពុជាយើងគ្រួសារជាច្រើននៅតែបន្តប្រើទៀមម៉ាម៉ែត្របារតវានៅតែជាជម្រើសប្រើវាស់កម្ដៅបានប្រសិនបើប្រើបានត្រឹមត្រូវប៉ុន្តែត្រូវប្រុងប្រយ័ត្នព្រោះវាអាចបង្កគ្រោះថ្នាក់ប្រសិនបើវាបែកតើគួរវាស់កម្ដៅនៅកន្លែងណាសម្រាប់កុមារភាគច្រើនការវាស់ក្រោមក្លៀកគឺងាយស្រួលមានសុវត្ថិភាពនិងសមស្របសម្រាប់ការប្រើប្រាស់នៅផ្ទះដាក់ក្បាលទៀមម៉ាម៉ែត្រឲ្យជាប់កណ្ដាលក្លៀកហើយបិទដៃកូនឲ្យជិតដងខ្លួនរហូតដល់ការវាស់ចប់ដាក់នៅក្នុងចន្លោះពី3ទៅ5នាទីមុនវាស់កម្ដៅសូមឲ្យកូនសម្រាកប្រហែលជា15នាទីហើយកុំវាស់ភ្លាមបន្ទាប់ពីងូតទឹកហាត់ប្រាណឬក៏ផឹកភេសជ្ជៈក្ដៅឬក៏ត្រជាក់ណាមួយសម្រាប់ទារកអាយុក្រោម3ខែប្រសិនបើវាស់ដោយបុគ្គលិកសុខាភិបាលដែលមានជំនាញការវាស់តាមរុនគូតគឺមានភាពត្រឹមត្រូវជាងតើប៉ុន្មានអង្សាសេទើបហៅថាគ្រុនក្ដៅជាទូទៅសីតុណ្ហភាព38អង្សាសេឬក៏ខ្ពស់ជាងនេះគួរចាត់ទុកថាជាគ្រុនក្ដៅសូមចងចាំថាសីតុណ្ហភាពដែលវាស់ក្រោមក្លៀកទាបជាងការវាស់តាមរុនគូតបន្តិចប៉ុន្តែភាពខុសគ្នាអាចប្រែប្រួលទៅតាមកុមារនីមួយៗដូច្នេះមិនគួរបូកបន្ថែម 0.5 អង្សាសេជានិច្ចនោះទេគួរវាយតម្លៃរួមជាមួយនឹងស្ថានភាពទូទៅរបស់កុមារពេលណាគួរនាំកូនទៅជួបគ្រូពេទ្យសូមនាំកូនទៅជួបគ្រូពេទ្យភ្លាមប្រសិនបើកូនអាយុក្រោម3ខែមានសីតុណ្ហភាព38អង្សាសេឬខ្ពស់ជាងនេះកូនពិបាកដកដង្ហើមកូនប្រកាច់កូនមិនព្រមញ៉ាំទឹកឬមានសញ្ញាខ្វះជាតិទឹកគ្រុនក្ដៅបន្តលើសពី2ទៅ3ថ្ងៃឬឪពុកម្ដាយមានការព្រួយបារម្ភពីស្ថានភាពរបស់កូនដែលយល់ថាកូនមានសភាពមិនធម្មតាសំខាន់សូមព្យាបាលកូនមិនមែនព្យាបាលតែលេខកម្ដៅនៅលើទៀមម៉ាម៉ែត្រនោះទេស្ថានភាពទូទៅរបស់កុមារដូចជាការលេងការឆ្លើយតបការញ៉ាំអាហារនិងការដកដង្ហើមមានសារៈសំខាន់ដូចលេខកម្ដៅដែរកុមារដែលលេងបានញ៉ាំបាននិងឆ្លើយតបល្អអាចមិនធ្ងន់ធ្ងរដោយកុមារដែលសន្លឹមមិនឆ្លើយតបឬពិបាកដកដង្ហើមទោះបីជាមានសីតុណ្ហភាពប្រហាក់ប្រហែលគ្នាក៏ដោយវីដេអូនេះមានគោលបំណងអប់រំសុខភាពតែប៉ុណ្ណោះហើយមិនអាចជំនួសការពិនិត្យនិងពិគ្រោះជាមួយនឹងគ្រូពេទ្យដោយផ្ទាល់នោះទេបើសិនជាលោកអ្នកមានការបារម្ភពីសុខភាពកូនអ្នកសូមនាំទៅពិគ្រោះជាមួយនឹងគ្រូពេទ្យមណ្ឌលសុខភាពឬក៏មន្ទីរពេទ្យដែលនៅជិតអ្នកបំផុតសូមអរគុណសម្រាប់ការទស្សនាចំណេះដឹងត្រឹមត្រូវថ្ងៃនេះអាចការពារសុខភាពកូនរបស់អ្នកនៅថ្ងៃស្អែកជួបគ្នានៅក្នុងវីដេអូបន្ត